នេះខ្ញុំធ្វើបទបង្ហាញមួយតាក់ទងជាមួយនឹង Huawei Exit បាននៅខាងមុខខ្ញុំឬមួយខាងក្រោយខ្ញុំប្រភេទជា modem Huawei ឬមួយក៏ AP របស់ Huawei បានអញ្ចឹងបើសិនជាបងប្អូនអតិថិជនទាំងអស់មិនថាមួយចាស់មួយថ្មីតម្រូវត្រូវការតាក់ទងជាមួយនឹងHuawei Exit នេះយើងអាចតាក់ទងបានហើយមានច្រើន model បាទគឺAP 661គឺកំពុងតែពេញនិយមមែនតើតាក់ទងជាមួយនឹង model នេះហើយ AP 371ក៏ដូចគ្នាដែរបាទដោយសារតែវាប្រភេទជា Wi-Fi 7ហើយនិង Wi-Fi 6ការប្រើប្រាស់ឬមួយក៏ការតជាប់ពីដុំអ៊ីនធឺណិតមួយទៅដុំអ៊ីនធឺណិតមួយហ្នឹងគឺមានភាពរលូនល្អហើយចាប់សេវាហ្នឹងបានខ្លាំងមែនទែនតាក់ទងជាមួយនឹង model ទាំង2ទាំង3ដែលនៅខាងក្រោយខ្ញុំនេះណាបាទអ្វីដែលខ្ញុំលើកមកបង្ហាញគឺមានច្រើនបាទតែហេតុដោយសារតែកន្លែងចង្អៀតផងទៅគឺអត់បានយកមកបង្ហាញច្រើនទេអញ្ចឹងខ្ញុំដាក់នៅខាងក្រោយនេះអញ្ចឹងមាន Huawei នេះគឺ model ធំផ្សេង7 6អីហ្នឹងគឺបើសិនជាបងប្អូនតម្រូវត្រូវការមានន័យថាយកទៅដាក់ណាតាមdepartment condo casino ឬមួយក៏សន្តាគារលក្ខណៈជាដើមគឺយើងអាចជំរើសមានន័យថាជ្រើសរើសយក model មួយណាក៏បានដែរនៅក្នុង AP របស់ Exit នេះគឺ AP 371នេះក៏បានAP 661នេះក៏បានដែរហើយបើសិនជាករណីយើងចង់ sale ឬមួយអីហ្នឹងយើងមានប្រភេទពួក AR បាទ AR គឺ180នេះគឺប្រភេទWi-Fi ដែលមានអង់តែនណាសូមបញ្ជាក់ណាគឺមិនមែន AP ទេអញ្ចឹងមានអង់តែនគេហៅថា AR អញ្ចឹងក៏ sale ដែរអញ្ចឹងណាបើសិនជាករណីយើងចង់បានតម្លៃយ៉ាង sale ធូរថ្លៃដែរអញ្ចឹងគឺយើងអាចយក model ហ្នឹងបានអញ្ចឹងខ្ញុំសូមបង្ហាញតាក់ទងជាមួយនឹង model AP 371 Wi-Fi 7បាទនៅខាងមុខខ្ញុំនេះគឺប្រភេទ Wi-Fi 7បាទអញ្ចឹងវា support ជាមួយនឹង2.5 speed ហើយ AP អញ្ចឹងបើសិនជាបងប្អូនយកទៅប្រើប្រាស់លក្ខណៈជា resort ឬមួយក៏ condo ឬមួយក៏ department ឬមួយក៏អីផ្សេងអូខេល្អមែនទែនដោយសារតែ Wi-Fi 7សម័យយើងសម័យសប្តាហ៍ថ្ងៃនេះគឺយើងប្រើដល់ Wi-Fi ស្រុកគេអីគឺដល់សិចអីអញ្ចឹងណាហើយយើងត្រឹម Wi-Fi ទេអញ្ចឹងខ្ញុំបញ្ជាក់បន្តិចតើតោះជាមួយនឹងAP នេះគឺបងអាចយកទៅប្រើបានណាយើងប្រើជាមួយនឹង speed របស់ Huawei ឬមួយក៏អីហ្នឹងទៅមួយ set របស់ Huawei ហ្មងក៏បានដែរបាទដោយសារតែ AP នេះខ្ញុំអត់តាមបានហើយអញ្ចឹងខ្ញុំសុំឲ្យAP នេះក៏ដោយ spec របស់វានៅក្នុងហ្នឹងមានអីខ្លះបាទអញ្ចឹងជឿតែយើង unboxing ថ្មីណាមាន guideline ទៅជាមួយ menu scan QR code សម្រាប់ control ទៅលើ app បាទ Huawei យើងអាច control ទៅលើ app បានវាជាពីចម្ងាយឬមួយក៏ហៅថា control set up ឬមួយអីហ្នឹងបានពីចម្ងាយណាមិនបាច់ចាំតតែយើងទៅដល់ទីតាំងឬមួយក៏អីទេដោយសារតែ Huawei គឺមាន app របស់វា control បានល្អមែនទែនណាគឺយើងបែងចែកដាច់តែម្ដងបាទយើងមានបច្ចេកយើងដាក់បច្ចេកណាមួយទៅបើសិនជាករណីខាងក្រុមហ៊ុនឬមួយក៏អីផ្សេងតែគាត់មានបច្ចេកច្រើនមានន័យថាមានទីតាំងច្រើនល្អមែនទែនបាទតើតើជាមួយនឹង model Huawei នេះណារូបរាងវាស្អាតមែនទែនបាទគឺ371 slim ស្អាតមើលតូចតលឹងតែម្ដងបាទយើងចាប់នៅពីដានឬមួយក៏នៅជញ្ជាំងអីក៏ស្អាតដែរមើលទៅគួរឲ្យពេញចិត្តស្អាតមែនទែនហើយសេវាខ្លាំងណាសូមបញ្ជាក់ណាសេវាល្អមែនទែនបើសិននីតិវាលំហវិញចន្លោះពី5-10 ម៉ែត្រទៅ20ទៅ25ណាបើសិននីតិវាលំហតើតងជាមួយនឹង model AP 371នេះបាទហើយនៅក្នុងហ្នឹងគឺមានជើងចាប់ចំណើចាប់វាចាប់នៅអញ្ចឹងឬមួយក៏ចាត់មើលពីដានអញ្ចឹងណាបាទមួយ set ហ្នឹងហើយតើតងជាមួយនឹង adapter ខ្ញុំសុំមើលតិចមក adapter យើងប្រើ12V ណាយើងប្រើភ្លើង adapter 12V បាទតែបញ្ជាក់តិចតើតើមួយ adapter យើងត្រូវទិញខាងក្រៅណាដោយសារតែនៅក្នុងនេះក្រុមហ៊ុនកាត់បន្ថយអត់មានឃើញដាក់មកទេអញ្ចឹងគឺរូបរាងវាប៉ុណ្ណឹងហើយនៅក្នុងនេះមាន guideline មាន menu មានភាសាច្រើនសម្រាប់អ្នកដែលគាត់យកទៅប្រើប្រាស់អញ្ចឹងទៅគឺមានអង់គ្លេសមានអីអត់តែខ្មែរយើងទេបាទសូមបញ្ជាក់ណាព្រោះខ្មែរយើងទៅចូលទីផ្សារថ្មីអញ្ចឹងអត់តាន់មានទេកន្លែងនេះមួយបាទអញ្ចឹងឥឡូវនេះខ្ញុំunboxing ជាមួយនឹង AP មិញ371ឥឡូវនេះខ្ញុំនឹងមកហែកនៅ AP 661ទៀតថារូបរាងពីរហ្នឹងខុសគ្នាយ៉ាងណាថាវាស្អាតឬមួយក៏ clean តែខ្ញុំនិយាយអញ្ចឹងយើងមើលទាំងអស់គ្នាណាអានេះស្អាតប៉ុណ្ណេះអញ្ចឹងខ្ញុំហែក AP មួយទៀតតាក់ទងជាមួយនឹង661បាទ unboxing ដូចគ្នាបាទអញ្ចឹង
bây giờ dân hai máu việc miền ấy fly thế bà miền ở cái line miền đây là cái line miền du thì tôi mới download app và lợi app nắng hai chọn bảo viết cứ miền cái hào cái chắp rừng mưa cái chương làm rồi chương này những chắp nơi thì đá nó rừng mưa cái nó chiang được nè á đây mình đang miền được nè và to một tiết miền cái happy lơ thế dừng mà chăm đi thế hai năng AP bạnสำหรับnhóm hào AP តែបងបងឬមួយក៏អ្នកដែលគាត់ប្រើប្រាស់គាត់ហៅថា DOM router ឬមួយអីក៏បានដែរ AP ពេលមានន័យថាវាជារង្វង់ឬជាមូលណាយើងអាចចាប់មកលើបដានបានហើយធំធ្ងន់ទៀតមួយដែរមួយនេះធ្ងន់មែនតើបាទមកហៅតុងគេចូល1គីឡូហើយបាទមើល size របស់វាហៅតុង1គីឡូហើយបាទព្រោះដោយសារធ្ងន់ជាងនេះឆ្ងាយបាទអានេះហៅតុងជា2ខាំឬមួយក៏អីទេបាទតែbọnនេះធ្ងន់ចូល1គីឡូជាងបាទធំមែនតើហើយស្អាតទេរូបរាងពីរហ្នឹងខុសគ្នាដាច់ទេខុសគ្នាឆ្ងាយហ្មងដូចកូននេះឲ្យអញ្ចឹងឃើញទេស្អាតតែសេវាមួយនេះ AP 661គឺសេវា Wi-Fi 6ទេសុំជឿណា Wi-Fi 6តែខ្លាំងណាចន្លោះពីវិធីវាលំហចាប់បានចន្លោះពី30ម៉ែត្រចុះក្រោមណាអញ្ចឹងបើសិនជាទីបាំងចិត្តវាអាចចន្លោះទៅសល់10ម៉ែត្រឬមួយក៏តាមជាងឥតផ្ទះយើងអីចឹងណាបាទហើយមួយទៀតបើសិនជាបងប្អូនត្រូវការតម្រូវត្រូវការចង់យកទៅបំពាក់ឬមួយក៏ជាវនៅតើតោះជាមួយនឹង AP ឬមួយក៏ model មួយណាក៏ដោយមានទាំង speed មានទាំង AP មានទាំងrouter មួយ set បាទអញ្ចឹងបងប្អូនអាចតាក់ទងតាមលេខទូរស័ព្ទឬមួយក៏ page Facebook ឬមួយក៏ website របស់ក្រុមហ៊ុនផ្ទាល់